ម៉ៃសៀងមើលក្នុងទឹកហូរមកនឹងអីស្លាប់ហើយហេតុអីបានមានក្មេងនៅទីនេះកូនអើយញាក់ឡើងកូនញាក់ឡើងកុំខ្លាចណាម៉ែជួយថ្នាក់ក្នុងណាយំហើយយំបានហើយសំឡេងខ្លាំងមែនចាប់ពីពេលនេះទៅកូនឈ្មោះអានណាសង្ឃឹមថាពេញមួយជីវិតនេះកូននឹងមានសុខភាពល្អមិនបាច់ឃ្លានមិនបាច់ត្រជាក់ទៀតទេម៉ែទៅតែសម្រាលហ៊ូជឿបាន2ខែយាយគាត់បារម្ភរឿងម្ហូបអាហារបើម៉ែយកក្មេងម្នាក់ទៀតទៅគាត់ប្រកាសជាឆ្លោះជាមួយម៉ែធំមិនខានម៉ែសៀងទោះក្រតែរឿងឃើញគេស្លាប់មិនជួយម៉ែធ្វើមិនកើតទេហុយនេះមិនមែនម៉ៃសៀងទេហេក្នុងដៃនឹងលាក់អីនឹងដើរលឿនម្លេះឲ្យខ្ញុំមើលបន្តិចមកម៉ៃសៀងប្តីនាងទៅបានកន្លះឆ្នាំមិនបានកើតកូនម្នាក់ទៀតលឿនម្លេះពិតមែនហើយម៉ៃសៀងពូពេលណាទៅមិនខ្ញុំមិនដឹងសោះខ្លួនឯងទៅនឹងសម្រាលកូនមួយឥឡូវថែមម្នាក់ទៀតជីវិតប្រកបជាពិបាកហើយចុះមិនវិញយាយគាត់កំណាញ់ចឹងគាត់ព្រមឯណាវាងគួយសៀងមាត់ចង់និយាយអីក៏និយាយបានតែរឿងមិនពិតគុំនិយាយផ្ដេសផ្ដាសបើដាច់អណ្ដាតគុំសួរថាហូបបាយមិនក្មេងនេះមិនមែនកូនខ្ញុំតែវាមកពីណាឬមួយវាធ្លាក់មកពីលើមេឃនេះខ្ញុំរើសបានក្នុងទឹកពេលបោកខោអាវម៉ៃសៀងខ្ញុំធ្វើអីបើកចំហត្រឹមត្រូវរើសបានហើយម៉ៃសៀងអើយមិនមែនចង់ថាអីទេគុំឃើញអ្វីក៏រើសមកផ្ទះដែរចុះធ្វើម៉េចឲ្យខ្ញុំឃើញគេស្លាប់ចំពោះមុខមិននឹងបានវាងគួយសៀងបើនាងហ៊ាននិយាយអីទៀតខ្ញុំនឹងដេញមាត់នាងចោលថ្ងៃនេះខ្ញុំនិយាយទុកជាមុនក្មេងនេះខ្ញុំរើសបាននៅមាត់ទឹកនេះនាងគឺជាកូនស្រីរបស់ខ្ញុំអ្នកណាហានិយាយដាំទៀតគុំថាខ្ញុំម៉ៃសៀងមិនគួរសមម៉ៃសៀងនាងបីអីហ្នឹងនេះជាក្មេងដែលខ្ញុំរើសបាននៅមាត់ទឹកអស់វេនកម្មពិតមែនម៉ៃសៀងនាងឈួតហើយស្ថានភាពគ្រួសារយើងនាងមិនដឹងទេហើយពូជឿទៅតែ2ខែយើងចិញ្ចឹមវាមិនចង់រួចផងនាងនៅរើក្មេងមកដណ្ដើមបាយស៊ីទៀតនាងចង់ឲ្យគ្រួសារយើងដាច់ពោះស្លាប់ទាំងអស់ហើយម៉ែកូនដឹងថាផ្ទះយើងពិបាកបើកូនមិនជួយវានឹងត្រជាក់ស្លាប់ហើយនោះវាជារឿងរបស់វាមិនពាក់ព័ន្ធនឹងយើងទេយកវាទៅទុកកន្លែងដើមវិញទៅឲ្យកូនយកទៅទុកឯណាកូនមិនដឹងថាឪពុកម្ដាយវាជានរណាទេមិនអាចបោះវាចោលក្នុងទឹកវិញបានទេម៉ែកូនសម្រេចចិត្តចិញ្ចឹមក្មេងនេះថ្ងៃក្រោយកូនខំធ្វើការថែមទៀតមិនក៏ចិញ្ចឹមពួកយើងបានដែរនិយាយស្រួលណាស់ឥឡូវជារដូវរងាគ្មានការធ្វើទេចាំដល់នីតិខរដូវទៅមានការម្នាក់ឯងនាងធ្វើមិននឹងរួចម៉ែខ្លាចនាងហត់ស្លាប់ណាស់កូនមិនខ្លាចហត់ទេកូនធ្លាប់ឆ្លងកាត់ការលំបាកមកអស់ហើយឲ្យតែកូនបានឆ្អែតបានកក់ក្ដៅឲ្យកូនហត់ប៉ុណ្ណាក៏កូនព្រមដែរទូនាងព្រមចុះបើថ្ងៃណាមួយឪពុកម្ដាយវាមកយកវិញនាងនឹងឲ្យគេទេខំចិញ្ចឹមគេធំឡើងគេមកយកទៅមួយម៉ាត់មិនខំអត់ប្រយោជន៍ហើយបើគេមកយកកូននឹងឲ្យហេតុអីមិនឲ្យនោះជាសាច់ឈាមរបស់គេតែបើពេលនេះគេមិនទាន់មកទោះថ្ងៃក្រោយគេមកយកវិញកូនក៏មិនស្ដាយក្រោយយ៉ាងហោចណាស់កូនក៏បានជួយជីវិតវាដែរម៉ែចុះបើចឹងស្អែកកូនទៅផ្ទះមេភូមិឲ្យគាត់ជួយរកឪពុកម្ដាយបង្កើតរបស់វាបានចឹងតាមនឹងចុះម៉ៃសៀងមកហើយនិយាយថាម្សិលមិញនាងរើបានក្មេងនៅមាត់ទឹកលោកមេភូមិកូនមកនេះចង់ឲ្យលោកជួយសួរនាំបន្តិចថាផ្ទះណាបានបាត់កូនសម័យនេះពិបាករស់ណាស់ផ្ទះណាក៏លំបាកដែរចិត្តដាច់បោះកូនចោលក្នុងទឹកបែបនេះប្រហែលគេមិនចង់បានហើយចុះចឹងត្រូវធ្វើម៉េចទៅម៉ៃសៀងនាងរើបានក្មេងនេះប្រហែលជាមាននិស្ស័យជាមួយនាងហើយសាក់ចិញ្ចឹមវាមុនទៅបានចឹងកូនចិញ្ចឹមវាមុនចុះថ្ងៃក្រោយបើមានគេមកតាមរកកូននឹងប្រគល់ឲ្យវិញជាកូនចុះបើអ្នកភូមិណាហ៊ាននិយាយដើមនាងខ្ញុំនឹងបើកប្រជុំរិះគន់គេអរគុណលោកមេភូមិចឹងកូនសុំលាហើយម៉ែមកមើលអានបន្តិចហេតុអីខ្លួនក្តៅម្លេះអោព្រះអើយក្តៅដូចភ្លើងចឹង
ម៉ែរកលុយមកកូននឹងនាំគេទៅពេទ្យនៅទីប្រជុំជនលុយផ្ទះយើងគ្មានលុយទេលើកមុនទិញម្សៅឲ្យហ៊ូជឺកាក់ចុងក្រោយអស់រលីងហើយចុះធ្វើម៉េចទៅគេក្តៅចឹងបើមិនបានជួបគ្រូពេទ្យកូនខ្លាចមិនទាន់ការណាស់ម៉ៃសៀងមិនមែនម៉ែចិត្តអាក្រក់ទេផ្ទះយើងគ្មានលុយពិតមែនចឹងក្មេងនេះទុកតាមមេថាកម្មចុះម៉ែនៅផ្ទះមើលថែហ៊ូជីចុះកូននាំអានទៅទីប្រជុំជនទោះគ្មានលុយកូននឹងរកវិធីព្យាបាលឲ្យគេម៉ៃសៀងនាងទៅណាកូនទៅទីប្រជុំជននៅទីនោះមានមនុស្សច្រើនប្រហែលមានឱកាសច្រើនជាងហ៊ូជឺពឹងលើម៉ែហើយថ្ងៃក្រោយកូនរកលុយបាននឹងត្រឡប់មកទទួលម៉ែនឹងហ៊ូជឺទោះពិបាកយ៉ាងណាក៏ត្រូវតែទ្រាំជំងឺអានរងចាំមិនបានទេកូនត្រូវតែតាំងខ្លួននៅទីនោះឲ្យបានហើយទទួលម៉ែនឹងហ៊ូជឺទៅនៅជាមួយម៉ៃសៀងរងចាំបន្តិចម៉ែមិនបានមកទីនេះអាកាសធាតុត្រជាក់ចឹងម៉ែនៅបីហ៊ូជឺមកទៀតយកនេះទៅញ៉ាំតាមផ្លូវណាកូនឲ្យនិស័យនាងរឹងរូសណាស់ម៉ែនិយាយអីនាងមិនដែលស្ដាប់ម៉ែចេញទៅក្រៅកុំធ្វើបាបខ្លួនឯងបើទ្រាំមិនបានក៏ត្រឡប់មកវិញម៉ែនឹងហ៊ូជឺរងចាំនាងនៅផ្ទះទ្វារផ្ទះតែងតែបើកចាំនាងជានិច្ចម៉ែកុំបារម្ភអីកូននឹងខំធ្វើការឲ្យបានល្អថ្ងៃក្រោយកូនរកលុយបាននឹងមកទទួលម៉ែនឹងហ៊ូជឺលោកយាយក្រោកឡើងដេកវាត្រជាក់ម៉ែដឹងថានាងជាមនុស្សមានសមត្ថភាពម៉ែជឿនាងឆាប់ទៅចុះកុំឲ្យខាតពេលខ្ញុំម៉ៃសៀងសុំស្វាគមន៍ត្រូវតែធ្វើឲ្យម៉ែនឹងហ៊ូជឺមានជីវិតរុងរឿងហើយមិនបែកគ្នាទៀតឡើយអ្នកនាងទៅណាដែរពូកូនទៅទីប្រជុំជនតើពូជួយដប់កូនមួយជើងបានទេអរគុណពូអរគុណច្រើនមកយឺតជាងនេះបន្តិចទៀតទោះទេវតាក៏ជួយមិនបានដែរសំណាងមែនលោកគ្រូពេទ្យកូនសុំទោសពិតមែនកូនមកពីឆ្ងាយណាស់ឥឡូវគ្មានលុយទេតើអាចជំពាក់សិនបានទេថ្ងៃក្រោយកូនមានលុយនឹងសង្លុកភ្លាមជាកូនចុះកូននឹងមិនខូចឈ្មោះឡើយភ្លេចចុះឃើញនាងក៏ពិបាកដែររឿងលុយកាក់ថ្ងៃក្រោយចាំនិយាយសំខាន់ព្យាបាលក្មេងសិនអរគុណលោកគ្រូពេទ្យលោកពិតជាមនុស្សល្អមែនមិនអីទេត្រឡប់ទៅមើលថែក្មេងឲ្យល្អទៅនេះជាសុទ្ធដែលម៉ែឲ្យកូនមិនហ៊ានញ៉ាំទេកញ្ញាចង់ញ៉ាំនំប៉ាវទេទើបតែឆ្អិនក្តៅកញ្ញារងចាំបន្តិចមើលទៅអ្នកនាងដើរលេងរួចហើយស៊ីអីទៅកុំឲ្យឃ្លានសូមមេត្តាផងលោកយាយខ្ញុំនៅមានកូនតូចនៅក្នុងដៃផងខ្ញុំគ្មានលុយទេកូនឲ្យខ្លាចអ្វីទៅនរណាក៏សុទ្ធតែមានគ្រាលំបាកដែរវាគ្រាន់តែជាកន្លះចានគៀវប៉ុណ្ណោះវាមិនថ្លៃទេសូមអរគុណលោកយាយខ្ញុំគ្មានលុយតែខ្ញុំអាចធ្វើការបានបោកខោអាវធ្វើម្ហូបពុះអស់ដងទឹកខ្ញុំធ្វើបានគ្រប់យ៉ាងសូមតែលោកយាយផ្ដល់អាហារឲ្យយើងពីរអ្នកម្ដាយកូនទៅបានហើយឯងចេះរុំគៀវទេខ្ញុំចេះតាំងពីតូចមកអញ្ចឹងឯងរុំឲ្យខ្ញុំមើលបន្តិចមកលោកយាយរុំរួចហើយល្អណាស់ក្មួយធ្វើដៃមិនអន់ទេតើក្មួយឈ្មោះអ្វីខ្ញុំឈ្មោះម៉ៃសៀងខ្ញុំត្រកូលជើហើយខ្ញុំថាអ្នកយាយជើទៅបានហើយត្រង់តូបលក់គៀវខ្ញុំកំពុងខ្វះអ្នកជួយបើក្មួយព្រមអាចនៅទីនេះបានពិតមែនលោកយាយព្រមឲ្យពួកយើងពីរអ្នកម្ដាយកូននៅទីនេះមែនទេកុហកឯងធ្វើអីខ្ញុំមើលទៅឯងជាមនុស្សស្មោះត្រង់ហើយធ្វើការរហ័សរហួនទៀត
សូមអរគុណអ្នកយាយចៅខ្ញុំនឹងខំធ្វើការខ្លាំងណាស់ដាច់ខាតមិនខ្ជិលច្រអូសទេល្អហើយមានពាក្យនេះគឺគ្រប់គ្រាន់ហើយយើងខំប្រឹងរកស៊ីទៅមិនឲ្យឯងនឹងកូនអត់ឃ្លានទេអញ្ចឹងចាប់ផ្ដើមឥឡូវនេះទៅសម្បកគៀវនិងស្នូទាំងនេះរុំឲ្យអស់ថ្ងៃនេះក៏បានមិនបាច់ប្រញាប់ទេលោកយាយរុំរួចអស់ហើយឲ្យព្រះឲ្យម៉ៃសៀងឯងរុំលឿនម្លេះខ្ញុំធ្វើការនេះតាំងពីតូចទើបដៃវាលឿនបន្តិចឯងនេះពិតជាមានសមត្ថភាពមែនមានឯងនៅទីនេះតូបលក់គៀវរបស់ខ្ញុំលែងខ្វះគៀវលក់ហើយក្មេងនេះមុខមាត់ស្អាតណាស់ដូចក្មេងក្នុងរូបគំនូម៉ៃសៀងឯងពិតជាសំណាងណាស់ពិតមែនហើយមានអាននៅជាមួយខ្ញុំធ្វើអ្វីក៏មានកម្លាំងចិត្តដែរងាប់ហើយតែអំបិលច្រើនពេកហើយធ្វើមិនទៅស្នូសាច់ច្រើនយ៉ាងនេះបោះចោលស្ដាយណាស់លោកយាយកុំបារម្ភអីខ្ញុំមានវិធីធ្វើបែបនេះបានមែនឬកុំឲ្យវាជូរចត់ជាងមុនណាកុំបារម្ភលោកយាយចាំដល់ពេលសាក់មើលទៅដឹងហើយឆ្ងាញ់ណាស់ឆ្ងាញ់ជាងស្នូដែលខ្ញុំធ្លាប់ធ្វើទៅទៀតម៉ៃសៀងធ្វើដៃឯងពិតជាអស្ចារ្យមែនខ្ញុំចូលចិត្តរៀនធ្វើម្ហូបតាំងពីក្មេងមកម៉ៃសៀងចាប់ពីពេលនេះទៅស្នូគៀវទាំងអស់នេះឯងជាអ្នកលាចុះធ្វើដៃឯងល្អបែបនេះមុខរបរយើងច្បាស់ជាកាន់តែប្រសើរឡើងម៉ៃសៀងទើបតែ3ថ្ងៃសោះលុយដែលយើងរកបានច្រើនជាង1ខែមុនទៅទៀតនេះសុទ្ធតែជាកុសលរបស់ហែងម៉ៃសៀងនេះគឺជាប្រាក់ឈ្នួលរបស់ឯងខែនេះមិនបានទេអ្នកយាយចៅលោកយាយផ្ដល់កន្លែងស្នាក់នៅនិងអាហារឲ្យពួកយើងពីរអ្នកម្ដាយកូនខ្ញុំពេញចិត្តខ្លាំងណាស់ហើយតើខ្ញុំអាចទទួលលុយលោកយាយបានយ៉ាងដូចម្តេចយកទៅចុះនេះជាអ្វីដែលឯងគួរតែទទួលបានបើគ្មានឯងតើតូបលក់របស់ខ្ញុំអាចមានភ្ញៀវច្រើនបែបនេះបានដោយរបៀបណាអ្នកយាយចៅលុយនេះច្រើនពេកហើយខ្ញុំមិនអាចទទួលយកបានទេមិនច្រើនទេចាប់ពីខែនេះទៅយើងចែកគ្នាចេញម្នាក់ពាក់កណ្ដាលលុយដែលរកបានយើងម្នាក់មួយចំណែកចាប់ពីពេលនេះទៅយើងជាដៃគូនឹងគ្នារួមគ្នាធ្វើឲ្យមុខរបរនេះកាន់តែរីកចម្រើនចែកគ្នាពាក់កណ្ដាលវាខុសហើយលោកយាយតូបនេះជារបស់លោកយាយព្រមទទួលពួកយើងពីរអ្នកម្ដាយកូនខ្ញុំដឹងគុណខ្លាំងណាស់ហើយខ្ញុំមិនអាចយកចំណែកចែកគ្នានេះបានទេរឿងអ្វីរបស់ឯងរបស់ខ្ញុំឥឡូវនេះតូបនេះបើគ្មានឯងក៏មិនមានមុខរបររីកចម្រើនបែបនេះដែរសម្រាប់តាមនឹងចុះបើឯងនៅតែបដិសេធគឺឯងមិនចាត់ទុកខ្ញុំជាអ្នកយាយទៀតហើយលោកយាយបានហើយមិនបាច់និយាយពីរឿងនេះទៀតទេយើងខំប្រឹងរកស៊ីទាំងអស់គ្នាថ្ងៃក្រោយយើងនឹងខំបើកហាងឲ្យធំជាងនេះឡយើងខំប្រឹងទាំងអស់គ្នាម្ចាស់ហាងយកគៀវមួយចានបានចាស់សូមរងចាំបន្តិចម្ចាស់ហាងយកមួយចានទៀតម្ចាស់ហាងយកមួយចានទៀតយកមួយចានទៀតសួស្ដីខ្ញុំឈ្មោះសៀវសៀវយ៉ាងជាអ្នកត្រួតពិនិត្យរោងចក្រផលិតប្រេនៅក្បែរនេះគៀវនៅហាងរបស់អ្នកគឺជាគៀវដែលឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំអ្នកត្រួតពិនិត្យសៀវអ្នកសរសើរពេកហើយរោងចក្ររបស់យើងមានជាងរាប់រយនាក់ថ្ងៃក្រោយអាហារថ្ងៃត្រង់របស់រោងចក្រយើងសម្រាប់យកនៅហាងអ្នកនេះឯងជារៀងរាល់ថ្ងៃសូមផ្ញើគៀវ100ចានទៅតើបានទេពិតមែនឬអ្នកត្រួតពិនិត្យសៀវអ្នកព្រមកម្មមកអាហារថ្ងៃត្រង់នៅហាងពួកយើងមែនទេពិតមែនហើយគៀវផ្ទះអ្នករសជាតិឆ្ងាញ់ណាស់ពួកជាងប្រកាសជាចូលចិត្តចាប់ពីថ្ងៃស្អែកទៅសូមផ្ញើទៅរោងចក្រមុនម៉ោង 11:30 នាទីគឺបានហើយបានគ្មានបញ្ហាទេយើងនឹងផ្ញើទៅឲ្យទាន់ពេលវេលាម៉ៃសៀងល្អណាស់គៀវ100ចានឯណោះជីវិតពួកយើងនឹងកាន់តែមានក្តីសង្ឃឹមហើយនោះគឺចាងវ៉ាន់ឆាយគាត់ជាមនុស្សចិត្តចង្អៀតមុខរបរលក់គៀវពួកយើងរីកចម្រើនខ្លាំងបែបនេះគាត់ច្បាស់ជាច្រណែនមិនខានថ្ងៃក្រោយត្រូវប្រយ័ត្នខ្លួនឲ្យមែនទែនឯងមែនទេជាស្រីស្រុកស្រែឈ្មោះម៉ៃសៀងនោះគឺខ្ញុំនេះហើយលោកម្ចាស់ចាងមកដល់ទីនេះមានការអ្វីឬថាគៀវដែលឯងធ្វើរសជាតិឆ្ងាញ់ណាស់ខ្ញុំឲ្យលុយ50 ដំឡឹងសម្រាប់ទិញរូបមន្តរបស់ឯង
តើយ៉ាងម៉េចដែរសូមទុកផងលោកម្ចាស់ចាងខ្ញុំមិនលក់ទេ50 ដំឡឹងនៅតែមិនលក់50 ដំឡឹងអាចឲ្យអញទិញផ្ទះបានច្រើនក្នុងគុំលោកខ្លួនពេកមិនលក់100 ដំឡឹងលោកម្ចាស់ចាងគុំថាឡើយ100 ដំឡឹងទូ1000 ដំឡឹងក៏ខ្ញុំមិនលក់ដែររូបមន្តនេះគឺជាជីវិតរបស់ពួកយើងពីរអ្នកម្ដាយកូនបើលោកចង់ញ៉ាំគៀវខ្ញុំស្វាគមន៍ជានិច្ចតែបើចង់ទិញរូបមន្តសូមត្រឡប់ទៅវិញចុះកុំឲ្យមុខមិនយករូបមន្តគៀវតែមួយសន្លឹកខ្ញុំឲ្យ100 ដំឡឹងគឺច្រើនហើយកុំធ្វើជាមិនស្គាល់អ្វីល្អអាក្រក់លោកម្ចាស់ចាងម្ហូបអាចញ៉ាំផ្ដេសផ្ដាសបានតែពាក្យសម្ដីមិនអាចនិយាយផ្ដេសផ្ដាសបានទេរូបមន្តរបស់ខ្ញុំចង់លក់ក៏លក់មិនចង់លក់ក៏មិនលក់មិនមែនជារឿងរបស់លោកទេចេញទៅឆាប់ឯងចាំមើលចុះខ្ញុំចង់ដឹងថាតូបអនរបស់ឯងបើកបានយូរប៉ុណ្ណាម៉ៃសៀងចាងវ៉ាន់ឆាយមិនព្រមបញ្ចប់ត្រឹមនេះទេថ្ងៃក្រោយយើងត្រូវតែប្រយ័ត្នឲ្យខ្លាំងខ្ញុំដឹងហើយលោកយាយកុំបារម្ភអីទឹកមកស្ទាក់ដីទឹកចំនួនមកស្ទាក់ទំនប់បើគាត់ហ៊ានលេងល្បិចចង្វាក់ម៉ៃសៀងនេះក៏មិនមែនជាមនុស្សងាយឲ្យគេធ្វើបាបដែរអ្នកយាយមុខរបរថ្មីនេះមើលទៅរីកចម្រើនខ្លាំងណាស់ថ្លៃគ្រប់គ្រងទុកខែនេះពេលណាទៅបងប្រញាប់បងមកគុំមកលេងខ្លួនថ្លៃគ្រប់គ្រងទុកខ្ចប់ឈូខ្លាំងខ្ញុំឆ្លងកាត់អស់ហើយខ្លាចអ្វីទៅនឹងមនុស្សពីរនាក់ដូចពួកឯងខ្ញុំរកស៊ីនៅទីនេះហេតុអ្វីត្រូវបងលុយឲ្យពួកឯងសួរថាហេតុអ្វីនៅទីនេះខ្ញុំជាអ្នកសម្រេចថ្ងៃនេះបើមិនបងលុយទេពួកយើងនឹងវាបំបែកទុកគៀវរបស់ឯងជឿណាស់លែងដៃភ្លាមអញហ៊ានវាឆ្នាំងខ្ញុំសាក់មើលគៀវនៅក្នុងឆ្នាំងនេះជាអាហារថ្ងៃត្រង់សម្រាប់កម្មកររោងចក្រផលិតប្រេឯងវាឆ្នាំងនេះគឺស្មើនឹងវាចានបាយរបស់កម្មករចោលខ្ញុំចង់ដឹងថាឯងនឹងឆ្លើយបំភ្លឺយ៉ាងម៉េចទៅកាន់ក្រុមសន្តិសុខរោងចក្រកុំយកឈ្មោះរោងចក្រមកគំរាមពួកយើងមិនខ្លាចទេមិនខ្លាចមែនទេអញ្ចឹងយើងសាកមើលទៅខ្ញុំចង់ដឹងថាឆ្អឹងពួកឯងរឹងឬមួយក៏ឈើកូនដំសៃរបស់ខ្ញុំរឹងល្អនិយាយបានល្អពួកឯងពីរអ្នកមុននេះនិយាយថាចង់វាទុកគៀវមែនទេអ្នកត្រួតពិនិត្យសៀវវាគ្រាន់តែជាការយល់ច្រឡំទេពួកយើងគ្រាន់តែមកញ៉ាំគៀវហើយលេងសើចជាមួយម្ចាស់ទុកតែប៉ុណ្ណោះលេងសើចមែនទេហេតុអ្វីខ្ញុំមើលទៅមិនដូចការលេងសើចផងបើពួកឯងហ៊ានមកបង្កហេតុនៅទីនេះទៀតខ្ញុំនឹងអញ្ជើញពួកឯងទៅអង្គុយលេងនៅកងសន្តិសុខមិនហ៊ានទេពួកយើងមិនហ៊ានទៀតទេម៉ៃសៀងឯងមុននេះពិតជាអស្ចារ្យណាស់ពេលកាន់ឈើដំសើនោះមើលទៅមានអំណាចខ្លាំងណាស់អ្នកត្រួតពិនិត្យសៀវសូមអភ័យទោសផងចំពោះមនុស្សបែបនេះត្រូវតែរឹងមាំបើអញទន់ជ្រាយបន្តិចពួកគេនឹងហ៊ានឡើងមកជិះជាន់លើក្បាលឯងមិនខានឯងនិយាយត្រូវហើយថ្ងៃក្រោយបើពួកគេហ៊ានមកបង្កហេតុទៀតប្រាប់ខ្ញុំមកខ្ញុំនឹងដោះស្រាយឲ្យអរគុណលោកជំរុញថ្ងៃនេះពឹងលោកច្រើនណាស់មិនបាច់អរគុណទេខ្ញុំក៏ត្រូវអរគុណអ្នកដែរបើគ្មានអ្នកកម្មករក្នុងរោងចក្រយើងប្រហែលជាមិនបានហូបនំប៉ាវឆ្ងាញ់បែបនេះទេពិតហើយចុះអ្នកថាបាញ់នំប៉ាវក្នុងឆ្នាំងឲ្យកម្មករយើងហូបមែនទេបើអញ្ចឹងប្រញាប់យកទៅជូនពួកគេទៅអូយខ្ញុំភ្លេចបាត់ខ្ញុំនឹងយកទៅជូនឥឡូវនេះម៉ៃសៀងអ្នកត្រឡប់មកវិញហើយហីអំបញ្ញមិញខ្ញុំភ័យខ្លាំងណាស់អ្នកមិនអីទេមែនទេពួកគេបានធ្វើបាបអ្នកទេមិនអីទេលោកយាយពួកគេត្រូវខ្ញុំនឹងលោកជំរុញដេញទៅហើយគិតថាពួកគេមិនហ៊ានមកទៀតទេល្អហើយលោកមន្ត្រីពួកគេនេះហើយដែលលក់ដូរគ្មានច្បាប់អនុញ្ញាតចាប់បិទតូបពួកគេទៅវាកំទេចឆ្នាំងពួកគេចោលកុំវាណាកុំវាតូបរបស់យើងគ្មានលុយទេទើបមកលក់តាមផ្លូវនេះតាមច្បាប់គឺត្រូវតែបិទកុំនិយាយច្រើនកុំប៉ះរបស់យើងនេះជាផ្លូវរស់តែមួយគត់របស់យើងណាពួកយើងជាស្រីពីរនាក់កូនមួយពឹងផ្អែកលើតូបនំប៉ាវនេះដើម្បីរស់ក្បួនច្បាប់ត្រូវតែអនុវត្តភ្លាមជប់ដៃសិនលោកមន្ត្រីតើគ្មានច្បាប់ត្រង់ណាលោកមើលភ្នែកឲ្យច្បាស់មើលនេះជាលិខិតអនុញ្ញាតធ្វើពាណិជ្ជកម្មពីសាលាស្រុកខ្ញុំបានទៅរត់ការឲ្យពួកគេកាលពីម្សិលមិញលោកជំរុញសឿងរឿងនេះពួកយើងមិនដឹងអ្វីសោះវាគឺជាការយល់ច្រឡំទេពួកយើងមិនដែលពឹងគាត់ទេហេតុអ្វីគាត់មានលិខិតការយល់ច្រឡំអីចាងវ៉ាន់ឆាយរីការផ្ដេសផ្ដាសចំណែកអ្នកក៏មិនស៊ើបសួរឲ្យច្បាស់រួចមកចាប់បិទតូបគេធ្វើបែបនេះសម្រុំដែរឬគឺមន្ត្រីក្រមអាវុធធ្វើការខ្វះការពិចារណាសូមអភ័យទោសពួកយើងនឹងចាក់ចេញភ្លាមខ្ញុំខ្លាចណាស់មិញនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់លោកជំរុញសឿងលោកបានជួយធ្វើលិខិតឲ្យយើងមែនទេខ្ញុំដឹងថាចាងវ៉ាន់ឆាយជាមនុស្សចង្អៀតចង្អល់ឥឡូវនេះយើងលក់ដាច់គាត់ប្រកាសជាចង់គំនុំទើបខ្ញុំរៀបចំលិខិតទុកមុនថ្ងៃនេះវាពិតជាមានប្រយោជន៍មែនម៉ៃសៀងឥឡូវអតិថិជនមានស្ថិរភាពហើយ
គួរតែជួទប់វិញដើម្បីកុំឲ្យខ្យល់បក់ភ្លៀងធ្លាក់ហើយអាចបន្ថែមម្ហូបបានទៀតមុខជំនួញនឹងកាន់តែល្អគំនិតនេះល្អណាស់លោកវាងទប់នេះខ្ញុំជួលខ្ញុំឲ្យថ្លៃទ្វេដងលោកចាងអ្នកធ្វើបែបនេះហួសហេតុពេកហើយទប់នេះពួកយើងចរចាមុនអ្នកមានភោជនីយដ្ឋានធំធេងតើចាំបាច់ដណ្ដើមជាមួយពួកយើងធ្វើអ្វីទោះបីជាខ្ញុំទុកទប់នេះទំនេរឲ្យកណ្ដូលរស់នៅក៏ខ្ញុំមិនឲ្យស្រីស្រុកស្រែនេះនៅមុខខ្ញុំដែរលោកពូវាងទប់ទុកចោលយូរវាងាយនឹងខូចខាតខ្ញុំជួលដើម្បីបើកហាងនំប៉ាវខ្ញុំនឹងមើលថែរក្សាយ៉ាងដិតដល់ហើយអាចបង់ថ្លៃឈ្នួលជាលុយសុទ្ធបានគ្រប់ពេលលោកចាងគ្រាន់តែនិយាយមកទេមិនប្រកាសថាអាចបង់ថ្លៃឈ្នួលទាន់ពេលទេលោកពូពិចារណាទៅមួយណាប្រសើរជាងនាងជាមេម៉ាហ៊ានកាត់មុខខ្ញុំមែនទេចាំមើលសិនទៅមើលថាតើហាងកំទេចរបស់អ្នកបើកបានប៉ុន្មានថ្ងៃម៉ៃសៀងថ្ងៃនេះយើងរកបានប្រាក់10ដំឡឹងពិតមែនហើយល្អណាស់បន្តិចទៀតជីវភាពពួកយើងនឹងកាន់តែប្រសើរឡើងនេះមិនមែនម៉ៃសៀងទេមិនធម្មតាណាបើខាងនំប៉ាវហើយពិតជាខុសពីមុនឆ្ងាយណាស់អ្នកមីងវាងមិនក៏អ្នកមកទីនេះមិនខ្ញុំមកមិនបានឬថាអ្នកបើខាងនំប៉ាវខ្ញុំក៏មកអបអរសាទរអ្នកនឹងណាមិនស្វាគមន៍ទេហីស្វាគមន៍តើអ្នកមីងវាងចង់ញ៉ាំអ្វីដែរនំប៉ាវសាច់ជ្រូកស្ពៃក្តោបនំប៉ាវគូឆាយពងទានំប៉ាវសាច់គោយកត្រសក់ត្រាំមួយចាននិងសណ្តែកដេលីងមួយចានផងអ្នកមីងវាងនេះប្រកាសជាមកស៊ីជំពាក់ហើយអ្នកមើលគាត់កំងចុះញ៉ាំ3នាក់ក៏មិនអស់ដែរមិនអីទេលោកយាយចូលបណ្ដោយគាត់ទៅខ្ញុំចង់ដឹងថាពេលគាត់ញ៉ាំរួចគាត់នឹងនិយាយអ្វីហាងនំប៉ាវនេះរៀបចំបានល្អគួរសម្ដែងប៉ុន្តែការធ្វើជំនួញមិនមែនជារឿងងាយស្រួលទេមិនដឹងថាពិតហាងថ្ងៃណាទេនេះជាអ្នកណាហេតុអ្វីញ៉ាំច្រើនម្លេះឬថាគាត់នឹងថៅកែម៉ៃសៀងមកពីភូមិជាមួយគ្នាអ្នកមីងវាងអ្នកនៅមិនទាន់ឲ្យលុយទេលុយអីយើងអ្នកភូមិជាមួយគ្នាញ៉ាំនំប៉ាវប៉ុន្មានម៉ាត់ក៏ត្រូវយកលុយដែរហីអ្នកមីងវាងគុំនិយាយបែបនេះអីនេះជាការរកស៊ីតូចតាចរបស់ខ្ញុំម្យ៉ាងទៀតអ្នកញ៉ាំច្រើនម្លេះអ្នកមានលុយហើយក៏ភ្លេចអ្នកភូមិដែរហីកាលពីមុនខ្ញុំក៏ធ្លាប់ជួយអ្នកដែរមិននឹកស្មានថាឥឡូវញ៉ាំនំប៉ាវបន្តិចបន្តួចក៏ត្រូវយកលុយអ្នកមីងវាងសុំនិយាយដោយត្រង់មើលតើអ្នកធ្លាប់ជួយខ្ញុំពេលណាកាលប្តីខ្ញុំស្លាប់អ្នកនៅពីក្រោយក្នុងនិយាយដើមខ្ញុំរើក្មេងបាននៅមាត់ទន្លេអ្នកក៏និយាយថាជាក្មេងគ្មានប្រភពច្បាស់លាស់ពេលខ្ញុំនាំអានចាក់ចេញពីភូមិអ្នកនិយាយថាខ្ញុំនឹងទៅអត់ឃ្លានស្លាប់នៅខាងក្រៅអ្នកភ្លេចអស់ហើយមែនទេនោះជារឿងអតីតកាលទេរឿងចាស់កុំរំរុកយ៉ាងណាក៏ថ្ងៃនេះខ្ញុំគ្មានលុយដែរធ្វើបាបមនុស្សហើយម៉ៃសៀងធ្វើបាបមនុស្សនាងមានលុយហើយក៏ភ្លេចអ្នកភូមិចុះការដែលអ្នកញ៉ាំនំប៉ាវមិនឲ្យលុយនោះកុំយកពាក្យអ្នកភូមិនិយាយខ្ញុំបើកហាងរកស៊ីដោយញើសឈាមបើអ្នកគិតពីទឹកចិត្តអ្នកភូមិមែនហេតុអ្វីមិនមើលដៃខ្ញុំដែលមានរបួសព្រោះតែការធ្វើម្ហូបខ្ញុំត្រូវក្រោកតាំងពីព្រលឹមដើម្បីដាំទឹកស៊ុបខ្ញុំឲ្យនំប៉ាវអ្នកញ៉ាំគឺជាទឹកចិត្តប៉ុន្តែការយកលុយគឺជារឿងត្រឹមត្រូវថ្ងៃនេះបើអ្នកមិនសងលុយទេត្រូវតែឲ្យអ្នកជិតខាងជួយកាត់សេចក្តីនេះជាអ្នកណាហេតុអ្វីមិនសមហេតុផលម្លេះពិតមែនហើយញ៉ាំរួចមិនឲ្យលុយហើយនៅធ្វើខ្លួនអាវាសទៀតមែនហើយឬថាគាត់មកពីភូមិជាមួយអ្នកម៉ៃសៀងពិតជាធ្វើឲ្យអ្នកភូមិអាម៉ាស់មុខមែនអ្នកមីងវាងគុំធ្វើអាវាសនៅទីនេះគ្មានប្រយោជន៍ទេថ្ងៃនេះលុយនេះអ្នកត្រូវតែសងខ្ញុំគ្មានលុយមែនទេអញ្ចឹងនៅលាងចានរួចរាល់សិនចាំទៅវិញអីយ៉ាឲ្យខ្ញុំលាងចានហីខ្ញុំមិនលាងទេនៅផ្ទះខ្ញុំមិនដែលលាងចានផងសឿងអញ្ជើញមកទីនេះបន្តិចអ្នកមីងវាងម៉ៃសៀងនិយាយត្រូវហើយមកញ៉ាំអីត្រូវតែសងលុយនេះជារឿងធម្មតាបើអ្នកនៅបន្តធ្វើអាវាសទៀតពួកយើងនឹងរាយការណ៍ទៅមន្ត្រីខ្ញុំលាងចានក៏បានធ្វើបែបនេះតាំងពីដំបូងមកក៏ចប់ហើយលោកយាយនាំគាត់ទៅលាងចាននៅផ្ទះបាយក្រោយទៅតាមខ្ញុំមកថាកែចេញអ្នកធ្វើត្រូវហើយដោះស្រាយជាមួយមនុស្សបែបនេះត្រូវតែដាច់ខាតសប្បាយចិត្តណាស់ដើម្បីអរគុណដល់ការគាំទ្ររបស់លោកអ្នកថ្ងៃនេះម្ហូបក្នុងហាងនឹងបញ្ចុះតម្លៃ 20% សឿងតើមានរឿងអ្វីទៀតម៉ៃសៀងខ្ញុំមានរឿងចង់និយាយជាមួយអ្នករឿងអ្វីទៅម៉ៃសៀងចាប់តាំងពីញ៉ាំនំប៉ាវដែលអ្នកធ្វើលើកដំបូងខ្ញុំក៏ចាប់ចិត្តលើអ្នកម៉ៃសៀងខ្ញុំដឹងថាអ្នកជាស្ត្រីល្អទោះបីជាអ្នកធ្លាប់រៀបការហើយមានកូន2នាក់ក៏ដោយ
ប៉ុន្តែខ្ញុំមិនខ្វល់ទេខ្ញុំស្រឡាញ់អ្នកខ្ញុំនឹងចាត់ទុកហ៊ូជឺនិងអានដូចជាកូនបង្កើតរបស់ខ្ញុំដែរខ្ញុំនឹងមើលថែអ្នកពេញមួយជីវិតហើយការពារអ្នករហូតទៅជឿជាក់លើខ្ញុំចុះសឿងម៉ៃសៀងមិនល្អទេកើតរឿងធំហើយមានរឿងអ្វីទៅលោកយាយមានរឿងអ្វីកើតឡើងព្រឹកនេះអ្នកលក់ដូរទាំងអស់មិនព្រមយកទំនិញមកឲ្យពួកយើងទៀតទេពួកគេប្រាប់ថាចាងវ៉ាន់ឆាយឲ្យថ្លៃខ្ពស់ជាងទើបគេកក់វត្ថុធាតុដើមទាំងអស់ទៅអស់ហើយអ្វីទៅមនុស្សថោកទាបឆាងវ៉ាន់ឆាយនេះហ៊ានធ្វើរឿងបែបនេះធ្វើម៉េចទៅលក់ប្រអប់វិញបើគ្មានគ្រឿងផ្សំហាងគៀវបើកមិនបានទេបើបិទជាប់គ្នាជាច្រើនថ្ងៃយើងខាត់បងធំធេងណាស់ហើយនឹងបាត់បង់អតិថិជនចាស់ជាច្រើនទៀតយ៉ាងម៉េចដែរអស់ផ្លូវដល់ហើយមែនទេគ្មានគ្រឿងផ្សំតើអ្នកយកអីធ្វើគៀវពិតហាងទៅយកឆ្នាំងចានរបស់អ្នកទៅស្រុកវិញទៅឆាងវ៉ាន់ឆាយកុំអួតខ្លួនពេករឿងរ៉ាវមិនទាន់ដល់ទីបញ្ចប់កុំទាន់ប្រកាសថាឈ្នះចាញ់កុំទាន់សប្បាយចិត្តពេករងចាំមើលទៅចង់មើលក៏មើលទៅចង់ដឹងថាអ្នកមានវិធីអ្វីតើហាងគៀវរបស់យើងត្រូវបិទទ្វារមែនឬមិនបានទេខ្ញុំមិនព្រមឡើយនេះជាអាជីពដែលខ្ញុំតស៊ូបង្កើតឡើងខ្ញុំមិនអាចបោះបង់បែបនេះបានទេម៉ៃសៀងកុំបារម្ភអីរឿងនេះប្រគល់មកឲ្យខ្ញុំតើអ្នកមានវិធីអ្វីគាត់ទិញអស់ពីអ្នកលក់ក្នុងក្រុងតើអាចទិញអស់ពីប្រភពក្នុងស្រុកបានដែរឬខ្ញុំស្គាល់អ្នកលក់ដុំក្នុងក្រុងយូរឆ្នាំហើយខ្ញុំនឹងចាត់ឲ្យគេផ្ញើសម្បត្តិទៅឲ្យគេផ្ញើសាច់ជ្រូកនិងបន្លែមកឲ្យយើងអ្នកលក់ដុំក្នុងក្រុងព្រមបញ្ជូនទំនិញឲ្យយើងធានាថាបានពួកគេនឹងជួយយើងពេញទំហឹងស្យាវយៀនរាល់ដងអ្នកតែងតែជួយដោះស្រាយបញ្ហាឲ្យខ្ញុំអរគុណណាស់ក្មេងស្រីល្ងងជាមួយខ្ញុំមិនបាច់គួរសំទេល្អណាស់មានគ្រឿងផ្សំហើយហាងគៀវមិនចាំបាច់បិទទេទោះគ្រឿងផ្សំដោះស្រាយបានបណ្ដោះអាសន្នប៉ុន្តែការដឹកជញ្ជូនពីក្រុងមានតម្លៃថ្លៃណាស់ម៉ែខ្ញុំចង់ត្រឡប់ទៅមើលម៉ែក្មេកនិងហ៊ូជឺឆ្លៀតពេលពិភាក្សាជាមួយអ្នកភូមិរឿងបន្លែនិងសាច់ជ្រូកល្អតាគួរតែត្រឡប់ទៅមើលយូរហើយក្នុងហាងទុកឲ្យខ្ញុំមើលខ្ញុំនឹងទៅជាមួយអ្នកនោះមិនមែនម៉ៃសាំងទេឥឡូវនេះមានមុខមាត់ណាស់ឬថាបើខាងគៀវនៅទីក្រុងមុខចំនួនរុងរឿងណាស់ក្មេងស្រីដែលនៅក្បែរនោះគឺជាកូនស្រីផ្ទះលោកហឺមែនទេក្មេងប្រុសម្នាក់នេះមើលទៅថ្លៃថ្នូរណាស់ឬថាជាអ្នកតាមរកម៉ៃសៀងពិតមែនឬម៉ៃសៀងពិតជាមានសំណាងណាស់ម៉ៃសៀងអ្នកត្រឡប់មកវិញហើយម៉ែខ្ញុំត្រឡប់មកវិញហើយខ្ញុំនឹកម៉ែនឹងហ៊ូជឺខ្លាំងណាស់ត្រឡប់មកវិញគឺល្អហើយម៉ែក៏នឹកកូនដែរហ៊ូជឺនៅចាំម៉ាក់បានទេកូនប្រុសសម្លាញ់របស់ម៉ែគិតដល់កូនណាស់ខ្ញុំឈ្មោះស្យាវយៀនជំរាបសួរអ្នកម៉ែមើលចុះនេះអាណាននាងកាន់តែធំកាន់តែចេះស្ដាប់បង្គាប់ក្មេងម្នាក់នេះមុខមាត់ស្អាតណាស់ក្មួយឆាវហូបបាយច្រើនទៅម៉ៃសៀងថ្ងៃក្រោយប្រគល់ឲ្យអ្នកថែរក្សាអ្នកត្រូវតែមើលថែនាងឲ្យបានល្អបើនាងធ្វើបាបអ្នកក៏ប្រាប់ខ្ញុំដែរខ្ញុំនឹងជួយអប់រំនាងជំនួសម៉ែខ្ញុំធ្លាប់ធ្វើបាបនាងពេលណាទៅមានតែនាងទេដែលធ្វើបាបខ្ញុំអ្នកម៉ែកុំបារម្ភអីមួយជីវិតនេះខ្ញុំនឹងមើលថែម៉ៃសៀងនិងកូនទាំងពីរឲ្យបានល្អពេញលេញអ្នកភូមិទាំងអស់សូមជ្រាបរសៀលនេះម៉ោង 5យើងជួបគ្នានៅក្រោមដើមឈើធំមានរឿងល្អចង់ប្រាប់អ្នកភូមិទាំងអស់គ្នាស្ងាត់បន្តិចថ្ងៃនេះខ្ញុំត្រឡប់មកភូមិវិញមួយគឺមកសួរសុខទុក្ខអ្នកជិតខាងពីរគឺចង់ពិភាក្សាការងារជាមួយអ្នកទាំងអស់គ្នាខ្ញុំបើកហាងគៀវនៅក្រុងមុខចំនួនល្អគួរសមរាល់ថ្ងៃត្រូវការបន្លែនិងសាច់ជ្រូកច្រើនណាស់ខ្ញុំចង់សហការជាមួយអ្នកទាំងអស់គ្នាទៅថ្ងៃមុខបន្លែដែលដាំនិងជ្រូកដែលចិញ្ចឹមសូមលក់ឲ្យខ្ញុំទាំងអស់តម្លៃដែលខ្ញុំទិញគឺថ្លៃជាងអ្នកលក់ក្នុងក្រុងមួយកាក់ក្នុងមួយខាំជាមួយគ្នានេះខ្ញុំនឹងតាក់ទងរោងកាប់សាច់ត្រឹមត្រូវត្រួតពិនិត្យអនាម័យនិងដឹកជញ្ជូនអ្នកទាំងអស់គ្នាមិនបាច់បារម្ភទេល្អណាស់រាល់ឆ្នាំបន្លែសាច់គ្មានកន្លែងលក់ឥឡូវម៉ៃសៀងទិញតម្លៃថ្លៃហើយងាយស្រួលជាងមុន
ម៉ៃសៀងអ្នកកុំបារម្ភអីពួកយើងនឹងបញ្ជូនបន្លែនិងសាច់ជ្រូកល្អបំផុតឲ្យអ្នកអរគុណសម្រាប់ការគាំទ្ររបស់គ្រប់គ្នាទៅថ្ងៃមុខយើងរួមគ្នាខិតខំដើម្បីមានជីវិតរស់នៅដ៏ល្អប្រសើរម៉ៃសៀងអ្នកមានបានដោយខ្លួនឯងមិនភ្លេចអ្នកភូមិខ្ញុំតំណាងឲ្យអ្នកភូមិទាំងអស់អរគុណអ្នកពូមេភូមិកុំគួរសំអីយើងជាអ្នកភូមិជាមួយគ្នាការជួយគ្នាទៅវិញទៅមកជាការសំគួរហើយម៉ែរឿងគ្រឿងផ្សំយើងដោះស្រាយបានហើយស្អែកព្រឹកយើងនឹងត្រឡប់ទៅវិញក្នុងហាងអ្នកមីងវាំងម្នាក់ឯងធ្វើមិនទាន់ទេបានចូលអ្នកទាំងពីរត្រឡប់ទៅចុះផ្ទះមានខ្ញុំមើលថែពូជឿកុំបារម្ភអីម៉ែចាំខ្ញុំរវល់រួចរាល់មួយរយៈនេះខ្ញុំនឹងមកទទួលម៉ែនិងហ៊ូជឿទៅនៅក្រុងក្រុមគ្រួសារយើងនឹងលែងព្រាត់ប្រាសគ្នាទៀតហើយបានម៉ែចាំអ្នកទាំងពីរទៅចុះផ្ទះមានខ្ញុំមើលអ្នកគ្រាន់តែទៅធ្វើការដោយកុំបារម្ភម៉ៃសៀងមានរឿងមួយដែលខ្ញុំបានលាក់អ្នករឿងអ្វីតាមពិតខ្ញុំមកកន្លែងនេះគឺដើម្បីវឹកហាត់ខ្លួនឯងម៉ៃសៀងសុំទោសខ្ញុំមិនមែនចង់លាក់អ្នកដោយចិត្តណាទេខ្ញុំមិនចង់ឲ្យឋានៈរបស់ខ្ញុំប៉ះពាល់ដល់អារម្មណ៍របស់យើងឡើយអ្វីដែលខ្ញុំស្រឡាញ់គឺទូខ្លួនរបស់អ្នកមនុស្សល្ងងឲ្យខ្ញុំនឹងខឹងអ្នកដោយរបៀបណាទៅមិនថាអ្នកមានឋានៈបែបណាអ្វីដែលខ្ញុំស្រឡាញ់គឺស្យាវយានចំណុចនេះមិនដែលផ្លាស់ប្ដូរទេម៉ៃសៀងអរគុណដែលយល់ពីខ្ញុំម៉ៃសៀងយើងរៀបការនឹងគ្នាទៅខ្ញុំចង់ផ្ដល់ឋានៈត្រឹមត្រូវដល់អ្នកខ្ញុំចង់មើលថែកូនធំធាត់ជាមួយអ្នកម៉ៃសៀងស្យាវយានបានប្រាប់ពួកយើងអស់ហើយពីអតីតកាលរបស់អ្នកជាមនុស្សចិត្តល្អស្យាវយានអាចរៀបការជាមួយអ្នកគឺជាសំណាងរបស់ត្រកូលស្យាវយើងបើថ្ងៃក្រោយស្យាវយានធ្វើបាបអ្នកគ្រាន់តែប្រាប់ខ្ញុំនឹងវិន័យគាត់យ៉ាងតឹងរ៉ឹងប៉ាអបលោកឆាំងបិទហាងហើយសមុខណាស់នរណាឲ្យគាត់ចេះតែចង់បង្កចំនួនមិនខំធ្វើចំនួនធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ទាំងអស់នេះគឺគាត់រកដាក់ខ្លួនឯងទេម៉ៃសៀងកាលពីមុនគឺជាកំហុសរបស់ខ្ញុំមិនគួរនិយាយអាក្រក់ពីអ្នកទេអ្នកមានចិត្តទូលាយសូមអភ័យទោសឲ្យខ្ញុំផងមីងវាងអតីតកាលទុកឲ្យវាកន្លងផុតទៅចុះខ្ញុំភ្លេចអស់ហើយម៉ៃសៀងអ្នកពិតជាមនុស្សល្អមែនតែឥឡូវនេះខ្ញុំមិនមានការងារធ្វើទេតើអ្នកអាចរកការងារឲ្យខ្ញុំមួយបានទេការងារអីក៏ខ្ញុំធ្វើបានដែរលាងចានកាត់បន្លែបោសសម្អាតសុទ្ធតែធ្វើបានតើហាងគីវរបស់យើងខ្វះអ្នកលាងចានម្នាក់បើអ្នកព្រមគឺមកធ្វើចុះល្អណាស់ម៉ៃសៀងខ្ញុំនឹងខំធ្វើការឲ្យល្អដាច់ខាតនឹងមិនខ្ជិលច្រអូសឡើយពេលឆ្នាំមុនខ្ញុំជាស្ត្រីមេម៉ាយដែលអស់ផ្លូវដើរព្រមទាំងមានកូនពេលឆ្នាំក្រោយមកខ្ញុំមានហាងផ្ទាល់ខ្លួននិងគ្រួសារដែលពេញលេញអរគុណរដូវរងានោះដែលបានជួយជីវិតអាណានស្យាវយានបានផ្ដល់ក្តីស្រឡាញ់និងសុភមង្គលដល់ខ្ញុំអ្នកមីងចៅនិងម៉ៃក្មេកបានផ្ដល់ការគាំទ្រនិងជំនួយអ្នកចិត្តល្អទាំងអស់បានផ្ដល់ក្តីស្រឡាញ់និងសុភមង្គលដល់ខ្ញុំនាំមកនៅភាពកក់ក្ដៅនិងកម្លាំងចិត្តដល់ខ្ញុំម៉ាក់ប៉ាមកតាមពួកយើងលឿនឡើងរត់ឲ្យលឿនបន្តិចបានម៉ាក់មកតាមហើយ